នេះគឺជាយន្តហោះ Verkvern និងវាយប្រហារចិន JL-8 យន្តហោះ JL-8 បានគេស្គាល់ជាទូទៅនៅលើទីផ្សារអន្តរជាតិថា Karakorum 8 ឬ K8 គឺជាយន្តហោះ Verkvern កម្រិតមធ្យមដែលដោយម៉ាស៊ីនប្រតិកម្ម Jet Trainer និងជាយន្តហោះវាយប្រហារធន់ស្រាលដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយប្រទេសចិននិងប៉ាគីស្ថានខាងក្រោមនេះគឺជាព័ត៌មានលម្អិតនិងចំណុចសំខាន់ៗអំពីយន្តហោះនេះត្រូវបានសហការផលិតរវាងក្រុមហ៊ុន Hongdu Aviation Industry Group របស់ប្រទេសចិននិងក្រុមហ៊ុន Pakistan Aeronautical Complex របស់ប្រទេសប៉ាគីស្ថានវាត្រូវបានប្រើប្រាស់សម្រាប់ហ្វឹកវើនពីលុតយន្តហោះចម្បាំងមុននិងអាចឡើងទៅប្រើប្រាស់យន្តរបស់ចិនប្រភេទដូចជា 10J11 FTC 2000G និង L15 ជាដើម JL8 អាចហោះហើរក្នុងល្បឿនអតិបរមាប្រហែល800 គីឡូម៉ែត្រក្នុង1ម៉ោងនិងហោះបានកម្ពស់អតិបរមាប្រហែល 13000 ម៉ែត្រទោះបីជាតួនាទីចម្បងជាយន្តហោះហ្វឹកវើនប៉ុន្តែ JL8 ត្រូវបានរចនាឡើងដោយមានកន្លែងព្យួរអាវុធនៅក្រោមស្លាបចំនួន5កន្លែងដែលអាចបំពាក់នៅកាំភ្លើងយន្ត23មីលីម៉ែត្រគ្រាប់បែកធន់ស្រាលរ៉ុកែតនិងមីស៊ីលបាញ់ពីអាកាសទៅអាកាសធន់ស្រាលដើម្បីបម្រើដល់ការហ្វឹកវើនបាញ់គ្រាប់ពិតឬការប្រយុទ្ធជាក់ស្ដែងក្នុងកម្រិតស្រាល JL8 ត្រូវបានគេចាត់ទុកថាជាយន្តហោះហ្វឹកវើនដ៏ជោគជ័យបំផុតមួយរបស់ចិនទាក់ទងនឹងការនាំចេញដោយសារតែវាមានតម្លៃថោកសមត្ថភាពល្អនិងងាយស្រួលក្នុងការថែទាំដែលវាត្រូវបានគេប៉ាន់ស្មានថាមានតម្លៃចន្លោះពី$3លានទៅ$10លានអាមេរិកកាលពីអំឡុងឆ្នាំ2020មានការចុះផ្សាយជាច្រើននិងមានរូបភាពវីដេអូបង្ហាញពី pilot កម្ពុជាកំពុងហ្វឹកវើនជាមួយយន្តហោះ model នេះនៅប្រទេសចិនដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សរបស់កងទ័ពអាកាសកម្ពុជានិងត្រៀមខ្លួនសម្រាប់យន្តហោះស៊េរីថ្មីនាពេលអនាគតមានព័ត៌មានលេចលឺជាយូរមកហើយថាកម្ពុជាមានគម្រោងធ្វើទំនើបកម្មកងទ័ពអាកាសរបស់ខ្លួនដោយអាចនឹងបញ្ជាទិញយន្តហោះប្រយុទ្ធធន់ស្រាលឬយន្តហោះពហុតួនាទីពីប្រទេសចិនដូចជា model FTC 2000G L15 ឬក៏អាចជា JL8 នេះផ្ទាល់តែម្ដង